ទំនេររន្ធត់លោកយាយបាបាវ៉ាន់កាទេថាឆ្នាំ2026នឹងមានសង្គ្រាមលោកលើកទី3គ្រោះមហន្តរាយនិងការគ្រប់គ្រងរបស់ AI ឈ្មោះរបស់លោកយាយបាបាវ៉ាន់កានៅតែបន្តបង្កឲ្យមានការចង់ដឹងចង់ឃើញដល់សពថ្ងៃនេះការទស្សន៍ទាយរបស់គ្រូទាយអាចកំបាំងជនជាតិប៊ុលហ្គារីពីការផ្នែករូបនេះបានតាក់ទាញមនុស្សរាប់លាននាក់អស់រយៈពេលជាច្រើនឆ្នាំបើទោះបីលោកយាយបានទទួលមរណភាពតាំងពីឆ្នាំ1996ក៏ដោយជាពិសេសនៅពេលដែលវាហាក់ដូចជាស្របទៅនឹងព្រឹត្តិការណ៍សកលនៅពេលដែលឆ្នាំ2026ខិតជិតមកដល់រលកថ្មីនៃការទស្សន៍ទាយរបស់លោកយាយបាបាវ៉ាន់កាកំពុងតែទាញចំណាប់អារម្មណ៍ម្ដងទៀតការទស្សន៍ទាយដែលត្រូវបានពិភាក្សាច្រើនបំផុតសម្រាប់ឆ្នាំ2026គឺសង្គ្រាមសកលដែលលោកយាយបានទាយថានឹងចាប់ផ្ដើមនៅបូព៌ាហើយនាំទៅរកការបំផ្លិចបំផ្លាញនៃបច្ចឹមលោកអ្នកខ្លះជឿថាលោកយាយបាបាវ៉ាន់កាកំពុងសម្ដៅទៅលើចំនួនទ្រង់ទ្រាយធំដែលអាចផ្លាស់ប្ដូរអំណាចជាសកលជារៀងរហូតហើយអ្នកផ្សេងទៀតគិតថាវាអាចជានិមិត្តរូបនៃការផ្លាស់ប្ដូរនយោបាយនិងសេដ្ឋកិច្ចទំនេរមួយទៀតបានព្រមានអំពីគ្រោះមហន្តរាយធម្មជាតិដ៏ធំសម្បើមដូចជាការរំជួយដីការផ្ទុះភ្នំភ្លើងនិងអាកាសធាតុអាក្រក់ដែលបំផ្លាញដីស្ទើរតែ1/10នៃពិភពលោកដោយសារការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យព្យុះទឹកជំនន់និងរលកកម្ដៅកាន់តែអាក្រក់ទៅពាក្យសម្ដីរបស់លោកយាយហាក់ដូចជាអ្វីដែលអ្នកវិទ្យាសាស្ត្រកំពុងប្រមានឥឡូវនេះផងដែរបន្ថែមពីនេះលោកយាយបាបាវ៉ាន់កាក៏បានទាយទុកជាមុនអំពីអនាគតមួយដែលនិយាយអំពីបញ្ញាសិប្បនិម្មិតរីកចម្រើនហួសពីការគ្រប់គ្រងរបស់មនុស្សយោងតាមរបាយការណ៍មួយលោកយាយបានទាយថា AI នឹងចាប់ផ្ដើមធ្វើការសម្រេចចិត្តសំខាន់ៗដែលមានឥទ្ធិពលចំពោះសង្គមនិងសេដ្ឋកិច្ចក្រៅពីនេះការទស្សន៍ទាយដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយរបស់លោកយាយនោះគឺថាមនុស្សនឹងតាក់ទងជាមួយជីវិតក្រៅភពនៅឆ្នាំ2026ទិន្នន័យមួយចំនួនបាននិយាយអំពីយានអវកាសដ៏ធំមួយដែលមកដល់ផែនដីនាពេលអនាគតដែលនាំឲ្យមានការភ័យខ្លាចជាសកលគួរបញ្ជាក់ថាទោះបីជាមិនមានរបាយការណ៍ច្បាស់លាស់ណាមួយបញ្ជាក់ថាលោកយាយបាបាវ៉ាន់កាទស្សន៍ទាយរឿងនេះក៏ដោយក៏អ្នកដែលមានជំនឿលើលោកយាយជឿជាក់ថាឆ្នាំ2026នឹងមានការផ្លាស់ប្ដូរដ៏សម្បើមសម្រាប់ពិភពលោកព្រោះកន្លងមកទំនេររបស់លោកយាយស្ទើរតែដូចទាំងស្រុងទៅហើយ